បាទជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាបាទបានតាមដានក្នុងការវិភាគទីផ្សារហាងឆៃមាសបាទជួបជាមួយខ្ញុំម៉ានប៉ាត្រីជាអ្នកប្រឹក្សាច្បងនៃក្រុមហ៊ុនមាស VX Capital បាទអញ្ចឹងសម្រាប់ថ្ងៃនេះយើងមកវិភាគទាំងអស់គ្នាហើយឥឡូវហ្នឹងបច្ចុប្បន្នតម្លៃទីផ្សារមាសគឺកំពុងតែធ្លាក់ចុះទៀតបាទកំពុងតែធ្លាក់ចុះទៀតណាបាទថាតើតម្លៃទីផ្សារមាសនៅក្នុងអាទិត្យនេះបាទមាសអាចធ្លាក់ចុះដល់តម្លៃប៉ុណ្ណាបើសិនជាយើងមើលទៅកម្រិតនៃការឡើងគឺដូចជាមិនសូវអឺខ្ពស់ទេហើយវារត់នៅក្នុងចន្លោះ range មួយអំពូមីបងប្អូនអរគ្នាអញ្ចឹងណាបាទហើយសុំមួយទៀតបងប្អូននេះខ្ញុំសូមប្រម៉ូទតិចតទៅជាមួយនឹង YouTube channel បាទ YouTube channel របស់ខ្ញុំហ្នឹងមានបងប្អូនអំពូមីមួយចំនួនគាត់សួរគាត់ search អត់ឃើញអត់ឃើញសោះអញ្ចឹងណាយើងគាត់គ្រាន់តែវាយ 3 man អញ្ចឹងមកបាទបាយតាមមកយើងចូលដំបូងយើងចូល YouTube ដំបូងយើងចូល YouTube ហើយយើងវាយ 3 man ហើយបន្ទាប់មកយើងបាច់ដកឃ្លីឯងយើងវាយជាអក្សរខ្មែរម្ដងអក្សរខ្មែរណាឧទាហរណ៍ថា 3 man ហាងឆេងមាសចឹងមកឧទាហរណ៍ថាបាទបាទនេះលើថតថាយើងវាយចាំមើលខ្ញុំនេះសិនបងប្អូនអូខេដូរ font សិនណាដំបូងយើងវាយ 3 man សិនមកមានបងប្អូនខ្លះគាត់ឆ្ងល់បាទគាត់ឆ្ងល់ថាវាយអត់ចេញណាដំបូងយើងវាយ 3 man ចឹងមកបន្ទាប់មកយើងដូរជាអក្សរខ្មែរយើងវាយហាងឆេងបាទហាងឆេងបាទមាសចឹងមកបាទតោះមកយើង enter មកបាទយើងបាទដល់ហើយនេះគឺនេះគឺតាក់ទងជាមួយនឹង YouTube channel របស់ខ្ញុំផ្ទាល់អញ្ចឹងណាបើសិនជាបងប្អូនអំពូមីងចង់ចូលទៅមើលការវិភាគប្រចាំថ្ងៃបាទអញ្ចឹងអាចចូលទៅក្នុង YouTube channel របស់ខ្ញុំផ្ទាល់អញ្ចឹងណាបាទទីមែនហាងឆេងមាសអញ្ចឹងទៅអាចមើលការវិភាគរាល់ព្រឹកដែលខ្ញុំបានផុសរាល់ព្រឹកអញ្ចឹងណាបាទផុសរាល់ព្រឹករាល់ថ្ងៃអញ្ចឹងអំពូមីអាចទៅមើលនៅក្នុង YouTube channel ខ្ញុំបានប៉ុន្តែគ្រាន់ថាថ្ងៃពុធនិងថ្ងៃសុក្រខ្ញុំអត់បានថតវីដេអូផុសទេថ្ងៃសុក្រថ្ងៃពុធនិងថ្ងៃសុក្រហ្នឹងគឺខ្ញុំ live ហើយបានខ្ញុំ copy ពីការ live នេះបាទវីដេអូពីការ live នេះខ្ញុំផុសចូលក្នុង YouTube channel ឡើងវិញអញ្ចឹងណាបាទហ្នឹងហើយបើសិនជាអំពូមីងតាមដានរៀងរាល់ព្រឹកថ្ងៃច័ន្ទគីពហោះអីហ្នឹងគឺឃើញខ្ញុំហើយបាទតែខ្ញុំអត់តដាក់ថ្ងៃសៅរ៍ថ្ងៃអាទិត្យទេថ្ងៃសៅរ៍ថ្ងៃអាទិត្យរៀងរវល់មួយរយៈនេះបាទអញ្ចឹងបើសិនជាមានពេលវេលានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យហ្នឹងខ្ញុំនឹងផុសវីដេអូវិភាគប្រចាំសប្តាហ៍តទៀតអញ្ចឹងណាបាទហើយបើសិនជាអំពូមីងទាំងអស់គ្នាចង់ប្រឹក្សាយោបល់ឬក៏ចង់សាកសួរតាក់ទងជាមួយនឹងរបៀបនៃការទិញលក់ហាងឆេងមាសអាចតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំបានអញ្ចឹងណាបាទអូខេឥឡូវយើងចូលមកការវិភាគតាក់ទងជាមួយនឹងហាងឆេងមាសបាទតាក់ទងជាមួយនឹងតម្លៃទីផ្សារមាសបច្ចុប្បន្នយើងឃើញថាតម្លៃទីផ្សារមាសកំពុងតែធ្លាក់ចុះក្រោមតម្លៃ$4,000ក្នុងមួយអោនបាទក្នុងមួយអោនជាស្រ័យអំពូមីងពីព្រោះថាតម្លៃទីផ្សារមាសនេះគឺអាចនឹងព្យាយាមធ្លាក់បន្តទៀតអាចគោលដៅវាគឺ$3,600ក្នុងមួយអោនបាទបើយើងយកទៅចែកនឹង0.83ទៅគឺយើងឃើញមកតម្លឹងហ្នឹងបាទអាចខ្ទង់4,000ស្ដើងអញ្ចឹងណាបាទហ្នឹងហើយកម្រិតនៃការចុះរបស់វាយើងឃើញថាវាអាចនឹងព្យាយាមចុះបន្តទៀតពីព្រោះថាវាធ្លាប់មកតេសនៅ3,930 3,940ហ្នឹងមួយសារហើយវាឡើងវិញកាលពីម្សិលមិញឃើញវាមកតេសនៅតំបន់ហ្នឹងបាទហ្នឹងហើយកាលពីថ្ងៃនេះយើងមើលហេតុអីថាបានជាតម្លៃទីផ្សារមាសហ្នឹងគឺនៅតែបន្តធ្លាក់ចុះបាទអត់ឡើងណាបាទអត់ឡើងនៅតែបន្តធ្លាក់ចុះបន្តទៀតបើយើងមើលទៅលើសន្ទុះនៃលុយដុល្លារក៏មិនឡើងខ្លាំងដែរតើតើមកសន្ទុះលុយដុល្លារប៉ុន្តែអ្វីដែលគេផ្ដោតសំខាន់ហ្នឹងគឺទៅលើការចរចាអំពុំមិញបងប្អូនអរគ្នាបាទទៅលើការចរចាអញ្ចឹងបើសិនជាការចរចារបស់អាមេរិកបើសិនជាការចរចារបស់អាមេរិកជាមួយនឹងអ៊ីរ៉ង់ហ្នឹង
ត្រូវរៅគ្នាគេនឹងបើកច្រក Hormuz ឡើងវិញនៅក្នុងអាទិត្យហ្នឹងគឺមានការចរចារវាងអាមេរិកនិងអ៊ីរ៉ង់តែបើសិនជាការចរចានឹងអត់ត្រូវរៅគ្នាទេអញ្ចឹងអ៊ីរ៉ង់នៅតែបន្តបិទច្រក Hormuz ហ្នឹងនៅដដែលទេអញ្ចឹងដែលធ្វើឲ្យតម្លៃទីផ្សារមាសវានៅតែបន្តចុះអញ្ចឹងណាបាទហើយហើយព័ត៌មានការពីយប់មិញដែរគឺតាក់ទងជាមួយនឹងលោកមួយឈ្មោះ Gali Bass បាទ Gali Bass ហ្នឹងក៏អត់ជាប្រធានសភាបាទប្រធានសភារបស់អ៊ីរ៉ង់ក៏បាននិយាយថាគ្មានការបើកច្រកអ្វីណាមួយទេបើសិនជាការចរចាហ្នឹងគឺមិនត្រូវគ្នាបាទគឺមិនមានផ្លែផ្កាអញ្ចឹងណាហើយការចរចាហ្នឹងតទៅតាមលក្ខខណ្ឌដែលអ៊ីរ៉ង់ស្នើបាទឲ្យអាមេរិកអញ្ចឹងណាបាទអញ្ចឹងបើសិនជាអ៊ីរ៉ង់ស្នើទៅអាមេរិកហ្នឹងគឺកុំឲ្យយល់រួមតែអ៊ីរ៉ង់គ្រាន់តែស្នើទៅអាមេរិកហ្នឹងកុំឲ្យតាអ៊ីស្រាអែលហ្នឹងវាយប្រហារទៅប្រទេសលីបង់បាទពីព្រោះថាមួយរយៈនេះយើងឃើញថាអ៊ីស្រាអែលហ្នឹងគឺវាយប្រហារខ្លាំងមែនទែនទៅប្រទេសលីបង់ហើយខូចខាតច្រើននៅក្នុងប្រទេសលីបង់ហ្នឹងបាទហើយយើងឃើញថាប្រទេសអ៊ីរ៉ង់ហ្នឹងគឺគាត់បានស្នើសុំឲ្យអាមេរិកឲ្យអ៊ីស្រាអែលឈប់វាយប្រហារទៅប្រទេសលីបង់ហ្នឹងតទៅទៀតអញ្ចឹងណាបាទអញ្ចឹងវាលក្ខណៈហ្នឹងប៉ុន្តែគ្រាន់ថាអ៊ីស្រាអែលហ្នឹងគឺអត់ព្រមទេអ៊ីស្រាអែលអត់ព្រមទេអាមេរិកនិយាយមិនអាមេរិកធ្វើមិនក៏អ៊ីស្រាអែលនៅតែវាយប្រហារទៅលីបង់នឹងដដែលទេអញ្ចឹងបានធ្វើឲ្យប្រទេសអ៊ីរ៉ង់ហ្នឹងគឺអត់ទាន់ថាចរចាទេអញ្ចឹងណាបាទអញ្ចឹងហើយបានធ្វើឲ្យតម្លៃទីផ្សារមាសគឺនៅតែបន្តធ្លាក់ចុះបាទនៅបន្តធ្លាក់ចុះក៏ប៉ុន្តែតកតងមួយលុយដុល្លារគឺវាមិនទាន់ថាអាក្រក់ឬក៏ល្អទេអំពូមីបងប្អូនអរគ្នាលុយដុល្លារគឺនៅត្រឹងទេបាទយើងមើលលើសន្ទុះលុយដុល្លារគឺនៅត្រឹងទេគឺវាមិនទាន់មានការប្រែប្រួលជាការកត់សម្គាល់ណាមួយទេតកតងជាមួយនឹងលុយដុល្លារតែបើសិនជាយើងមើលទៅលើព័ត៌មានឬក៏យើងហៅថាភូមិសាស្ត្រនយោបាយនៅខាងមជ្ឈមបូព៌ាដូចជាប្រទេសអ៊ីរ៉ង់សង្គ្រាមអញ្ចឹងណាគឺវាមានការប្រែប្រួលម្ដងល្អម្ដងអាក្រក់អញ្ចឹងបានយើងឃើញថាតម្លៃទីផ្សារមាសហ្នឹងម្ដងឡើងម្ដងចុះបាទឧទាហរណ៍ថាប្រទេសអ៊ីរ៉ង់ហ្នឹងគាត់ចរចាត្រូវជាមួយនឹងអាមេរិកបើកច្រក Hormuz រយៈពេលខ្លីអញ្ចឹងតម្លៃទីផ្សារមាសឡើងបាទឡើងអញ្ចឹងការឡើងរបស់តម្លៃមាសហ្នឹងគឺនៅតែបន្តឡើងអញ្ចឹងអំពុំបងប្អូនទោះលក្ខណៈថាអត់មានសង្គ្រាមក៏តម្លៃមាសឡើងដែរកន្លែងហ្នឹងណាបាទហើយមួយទៀតបើសិនជាអ៊ីរ៉ង់ហើយនិងអាមេរិកអត់ត្រូវគ្នាបាទអត់ត្រូវគ្នាគឺអ៊ីរ៉ង់នោះគឺបិទច្រក Hormuz ហ្នឹងអញ្ចឹងធ្វើឲ្យសម្ពាធនៃតម្លៃទីផ្សារមាសហ្នឹងគឺមានការធ្លាក់ចុះអត់មាននរណាទៅទិញមាសទេហេតុអីដោយសារតែអ៊ីរ៉ង់គាត់បិទច្រក Hormuz ហ្នឹងគឺគាត់ទប់កុំឲ្យប្រេងនាំចេញពីច្រក Hormuz ហ្នឹងអញ្ចឹងប្រេងដែលនាំចេញពីច្រក Hormuz ហ្នឹងគឺត្រូវតែផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសផ្សេងទៅចរន្តសេដ្ឋកិច្ចពិភពលោកវាមានការកើនឡើងអញ្ចឹងណាបាទតែបើសិនជាអ៊ីរ៉ង់គាត់បាត់ច្រក Hormuz ហើយធ្វើឲ្យតម្លៃប្រេងហ្នឹងគឺហក់ឡើងខ្ពស់មែនទែនដោយសារតែប្រេងអត់មានការផ្គត់ផ្គង់ច្រើនឬក៏អត់មានការផ្គត់ផ្គង់គ្រប់គ្រាន់ទៅកាន់ប្រទេសផ្សេងលើសកលលោកអញ្ចឹងណាបាទអញ្ចឹងបានធ្វើឲ្យអ្នកដែលគាត់វិនិយោគទាំងអស់បាទមិនថាវិនិយោគខាងឆេងឬក៏វិនិយោគឬក៏ fund manager ឬក៏ធនាគារប្រភេទវិនិយោគទាំងអស់គឺគាត់ទៅវិនិយោគទៅលើប្រេងបាទពីព្រោះថាតម្លៃប្រេងកំពុងកើនឡើងអញ្ចឹងនឹងគឺជាឱកាសមាសដែលពួកគាត់អាចទៅយកលុយបានហើយអញ្ចឹងមានន័យថាគាត់ទិញប្រេងនៅក្នុងតម្លៃ600ក្នុងតម្លៃ60ក្នុងមួយបារ៉ែលអីចឹងទៅបាទ160អីចឹងទៅអញ្ចឹងវាឡើងដល់150អញ្ចឹងទៅចាវាឡើងដល់$60ក្នុងមួយបារ៉ែលអីចឹងទៅបាទវាឡើងដល់$65អញ្ចឹងទៅអញ្ចឹងមានន័យថាបំរែបំរួលឬក៏ liquidity នៅក្នុងទីផ្សារហ្នឹងគឺវាថយពីការទិញមាសទៅទិញប្រេងបាទអញ្ចឹងយើងទៅមើលប្រេងទៅគឺមានតែកើនឡើងប្រេងណាបាទកម្រិតប្រេងគឺមានតែកើនឡើងអញ្ចឹងណាអញ្ចឹងបានធ្វើឲ្យតម្លៃទីផ្សារមាសហ្នឹងគឺវាធ្លាក់ចុះបន្ទាប់ពីអ៊ីរ៉ង់ហ្នឹងគាត់បិទច្រក Hormuz ប៉ុន្តែបើសិនជាអ៊ីរ៉ង់ហ្នឹងអត់បិទច្រក Hormuz បើកធម្មតាគឺលែងមានអ្នកណាទិញប្រេងហើយអញ្ចឹងគេមកទិញមាសវិញហើយបាទព្រោះមាសជាអាសិតមួយដែលមានតម្លៃខ្ពស់អញ្ចឹងណាបាទហើយជាអាសិតមួយដែលលក្ខណៈថាសុវត្ថិភាពគឺ safe ហ្មងអញ្ចឹងអ្វីដែលយើងមើលទៅលើចំណុចដែល technical គឺភាគច្រើនអត់សូវត្រូវទេអំពុកមីងប៉ុន្តែតំណោវាគឺយើងមើលទៅគឺជាតំណោ trend បាទ trend
trend down បាទ trend down គឺទំនោរទាបបាទកំពុងតែព្យាយាមចុះអញ្ចឹងគោលដៅវាបើសិនជាវាបែកនៅក្នុងតំបន់3900មានន័យថាបើសិនជាបែក3900មាននឹងមកលេងនៅ3800 3700និង3600នៅក្នុងតំបន់ support នេះហ្មងអញ្ចឹងណាបាទ3600ហ្នឹងគឺតំបន់ support ហ្នឹងអំពុំមីងបងប្អូនអញ្ចឹងតម្លៃទីផ្សារមាសអាចនឹងធ្លាក់ដល់ហ្នឹងអញ្ចឹងសម្រាប់អ្នកដែលគាត់ទិញមាសរៀងប្រុងប្រយ័ត្នតិចបាទនៅក្នុងការទិញមាសប្រុងប្រយ័ត្នមែនតើបាទអ្នកទិញមាសរៀងប្រុងប្រយ័ត្នមែនតើតែសម្រាប់អ្នកដែលគាត់លក់មាសរៀងសុវត្ថិភាពបាទអ្នកលក់មាសណាបាទអញ្ចឹងយើងឃើញថាតម្លៃមាសហ្នឹងគឺកំពុងតែព្យាយាមចុះហើយបាទអញ្ចឹងចុះមែនតើអាចពេលខ្លះយើងអាចថាឃើញវាអាចចុះដល់ក្រោម3900ឬក៏អាចក្រោម3900វាអាចធ្លាយទៅ3800បន្តទៀតបាទអញ្ចឹងតម្លៃទីផ្សារមាសនេះអាចនឹងព្យាយាមចុះបន្តទៀតអញ្ចឹងសម្រាប់បងប្អូនអំពូមីងទាំងអស់គ្នាបាទអញ្ចឹងអ្នកដែលគាត់ទិញមាសយ៉ាងប្រុងប្រយ័ត្នតិចនៅក្នុងពេលបច្ចុប្បន្នហ្នឹងណាបាទអញ្ចឹងឥឡូវយើងចាំមើលសិនថាតើការចរចាវាអាចត្រូវរៅគ្នាអត់បាទបើសិនជាការចរចានឹងត្រូវរៅគ្នាអូខេមាសឡើងហើយយប់ហ្នឹងបាទយប់ហ្នឹងឬក៏អាចយប់ក្នុងអាទិត្យហ្នឹងបាទមាសឡើងបើការចរចាត្រូវគ្នាតែបើចរចានឹងមិនត្រូវគ្នាទេមាសអាចចុះមកដល់3600ក្នុងម៉ោងណាអញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវតែចេះព្យាយាមតាមដានព័ត៌មានហើយបើសិនជាបងប្អូនទាំងអស់គ្នាបាទបើសិនជាបងប្អូនទាំងអស់គ្នាចូលទៅមើល YouTube Channel របស់ខ្ញុំបាទអាចនឹងដឹងពីព័ត៌មានប្រចាំថ្ងៃពេលព្រឹកហើយតែបើសិនជាបងប្អូនចង់ចូលគ្រប់ VIP តាក់ទងជាមួយនឹងការប្រឹក្សាយោបល់រឿងហាងឆេងមាសគីឡូនិងហាងឆេងមាសអន្តរជាតិបាទអាចតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំបានដើម្បីអាចប្រឹក្សាយោបល់អញ្ចឹងណាបាទអូខេអរគុណច្រើនអំពូមីងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែកម្លែកនៅក្នុងថ្ងៃពុធនេះបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសកំពុងតែធ្លាក់ចុះហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ទិញមាសយ៉ាងប្រុងប្រយ័ត្នតិចបាទណែបាទអរគុណច្រើនអំពូមីងបងប្អូនទាំងអស់គ្នាបាទអរគុណ